ពួកឯងគ្នាឆ្ងល់ហើយដល់ឯងឆ្ងល់អីគេគ្នាឆ្ងល់ថាទឹកភ្លៀងកើតចេញមកពីណាណែអារ៉ាត់មូលហេតុដែលមេឃភ្លៀងគឺដោយសារតែផែនដីរបស់យើងវិលជំវិញព្រះអាទិត្យហើយការវិលរបស់វាហ្នឹងគឺជួបរដូវផ្សេងហើយបើសិនជាវាទៅដល់រដូវភ្លៀងនោះមេឃនឹងមានភ្លៀងហើយចុះឯងបានឃើញផ្ទាល់ភ្នែកអត់អត់ផងតែមើលតាម YouTube អីណែបើមិនឃើញច្បាស់នឹងភ្នែកកុំជឿហើយឯងនេះចង់ទៅមើលផ្ទាល់ខ្លួនឯងមែនឯងមានលុយជិះមីស៊ីលទៅអត់មិនមែនមីស៊ីទេប្រកាសមានលុយណារត់តែលុយជិះម៉ូតូទៅអត់មានផងបើអញ្ចឹងគេនិយាយត្រូវជឿគេណែអាវ៉ាត់ឯងនិយាយខុសហើយចុះឯងថាភ្លៀងកើតចេញពីណាចុះណែយើងប្រាប់ពួកឯងឲ្យដឹងតែចុះតាមពិតទៅទឹកភ្លៀងគឺជាទឹកនោមរបស់ទេវតាណែបើឯងនិយាយលេងឬក៏និយាយមែនគ្នាទៅកុហកពួកឯងធ្វើអីណែបើជាទឹកនោមរបស់ទេវតាមិនអត់ឆ្អែងចឹងណែកាលពីប្រហែល76,000លានឆ្នាំមុនគឺពេលដែលភ្លៀងម្ដងគឺឆ្អែតពេញភូមិអូលេងភ្លៀងម្ដងឆ្អែតពេញភូមិចឹងរស់នៅមិនកើតវិញណែស្ដាប់គ្នាតទៀតយូរទៅអ្នកភូមិទ្រាំលែងបានហើយក៏នាំគ្នាដាក់ពាក្យបណ្ដឹងទៅទេវតាដើម្បីឡើងតុលាការអញ្ចឹងបានន័យថាការនឹងមនុស្សនិងទេវតាតាក់ទងគ្នាបានមែនតែហើយមនុស្សសម័យនោះតាក់ទងជាមួយទេវតាដូចអ្នកចិត្តខាងចឹងហើយមិនទៀតចុះនៅពេលដែលឡើងតុលាការហ្នឹងគឺថាខាងទេវតាជាអ្នកចាញ់ក្តីក៏ប៉ុន្តែខាងទេវតាគេសុំសម្រួលគឺសុំដាក់ធុងចម្រោះទឹកមួយនៅលើមេឃដើម្បីច្រោះទឹកនោមហើយចាប់ខាងមនុស្សយើងយល់ព្រមអត់ហ្នឹងហើយបន្ទាប់ពីទេវតាស្នើសុំអញ្ចឹងហើយខាងមនុស្សលោកយើងក៏យល់ព្រមព្រោះថាក៏ត្រូវការទឹកភ្លៀងដើម្បីធ្វើស្រែធ្វើចម្ការអីដែរហើយតាំងពីពេលនោះមកទឹកនោមទេវតាលែងឆ្អែតដូចមុនហើយព្រោះដោយសារគេដាក់ធុងចម្រោះទឹកនៅលើមេឃមួយអូបើឯងអត់ប្រាប់គ្នាអត់ដឹងសោះអីមិនអីទេយើងជាមិត្តភក្តិល្អនឹងគ្នាត្រូវតែចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមកតែអាបឺអើយដល់ម៉ោងទៅបាញ់ផាប់ជីហើយវើយអូតាញ៉ប់ដល់ពេលទៅហ៎អូខេណែអញ្ចឹងគ្នាលាពួកឯងប៉ុណ្្នឹងណាអូខេទៅចុះសុខសប្បាយជូនតសំណាងល្អសម្លាញ់អរគុណសម្លាញ់ទាំងពីរផ្លោកទៅឥឡូវមែនដល់ហើយទៅឥឡូវទៅតោះអូខេអូអ្នកតាបាត់តាណាបាត់ហើយអត់ឃើញសង្ស័យអ្នកតាអត់ទាន់ក្រោកពីដេកទេមើលទៅអូសង្ស័យថ្ងៃនេះថ្ងៃអាទិត្យអ្នកតាអត់ធ្វើការទេមែនទេអ្នកតាធ្វើការរហូតអ្នកតាអើយអ្នកតាស្ងាត់ទៀតចឹងអ្នកតាអត់នៅទេអ្នកតាអើយអ្នកតាអ្នកតាអើយអ្នកតាអ្នកតាអើយអ្នកតាលបល់កាច់នេះស្រែកអីក៏ស្រែកបែបវ៉ៃអូអ្នកតាអត់ទាន់បាយទៀតស្មានហ្នឹងហើយហៅស៊ីមិនទាន់ទេមិនឲ្យបាយទឹកយូរបាច់អាចៅបើរស់នៅម្នាក់ឯង single ហើយដាក់ការងារផងហើយដាក់ចូលចង្ក្រានធ្វើម្ហូបខ្លួនឯងផងអញ្ចឹងបានបាយទឹកវាយូរអូអញ្ចឹងមិនរកប្រពន្ធម្នាក់ឲ្យជួយធ្វើម្ហូបឲ្យរកដែរហ្នឹងតែរកបានអូនិយាយចឹងអ្នកទាំងអស់គ្នាមកយកប៉ាសពតទៅប្រទេស PUBG មែនត្រូវឲ្យលោកតាពួកយើងមកយកប៉ាសពតទៅ PUBG អូខេចាប់ពីផ្លែតហើយនេះគឺជាប៉ាសពតទៅប្រទេស PUBG អរគុណលោកតានៅពេលដែលយើងយកដៃទៅប្រហារនេះបានហើយទៅភពអង្គារដោយវិធីណាទៅអូមែនវ៉ៃភ្លេចសួរចឹងអ្នកទាំងអស់គ្នាស្គាល់ Elon Musk អត់ Elon Musk ស្គាល់តាមហាសេដ្ឋីលេខ1ពិភពលោកម្ចាស់ក្រុមហ៊ុន Tesla ម្ចាស់ក្រុមហ៊ុន SpaceX ម្ចាស់ក្រុមហ៊ុន Starlink នោះដែរចឹងអ្នកទាំងអស់គ្នាណាគួរតែសុំ Elon Musk ហ្នឹងជិះកំជ្រួចរ៉ូកែហ្នឹងទៅកាត់ភពអង្គារទៅអូខេអ្នកតាអរគុណណាស់ដែលបានណែនាំមកហេរ៉ូនេះគឺជាទឹកត្រចៀកកាមាស10កំប៉ោងពីក្រុមហ៊ុនគីមហួតពួកខ្ញុំទាំងអស់គ្នាទិញមកធ្វើជាកាដូដើម្បីអរគុណលោកតាអូអរគុណជូនពរអ្នកទាំងអស់គ្នាទៅយកដៃទឹកនៅ PUBG បានជោគជ័យផងលោកតា